ទស្សនៈខ្លះៗរបស់លោកជូគឺលៀងមួយគ្មានអាវុធណាអស្ចារ្យជាងបញ្ញាឡើយពីរមនុស្សឆ្លាតឈ្នះមុនពេលពួកគេប្រយុទ្ធខណៈមនុស្សល្ងងខ្លៅប្រយុទ្ធដើម្បីឈ្នះ3ដំបូងចូលរៀបចំខាងក្នុងបន្ទាប់មករៀបចំខាងក្រៅរៀបចំខ្លួនឯងមុនក្រោយមករៀបចំអ្នកដទៃ4ការបាត់បង់កងទ័ពតែងតែបណ្ដាលមកពីការមើលស្រាលលើសត្រូវដូច្នេះត្រូវប្រមូលព័ត៌មាននិងមើលសត្រូវដោយប្រុងប្រយ័ត្ន5បើនៅតែរកម្ចាស់ល្អមិនបានហើយអ្វីបានជាយើងមិនបង្កើនម្ចាស់ល្អម្នាក់ដោយខ្លួនឯង6ព្រំលិខិតស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នក7ពេលធ្វើកិច្ចការអ្វីក៏ដោយមិនត្រូវប្រថុយប្រឋានជាដាច់ខាតជៀសវាងជួបគ្រោះថ្នាក់8ជឿជាក់ជ្រុលហួសហេតុពេកនាំឲ្យបរាជ័យ9បើស្លាប់អាចដោះស្រាយបញ្ហាបានតើមនុស្សខំរស់ដើម្បីអ្វី10ម្ចាស់ឆ្លាតត្រូវពឹងលើរាជប៉ុន្តែក៏មិនត្រូវយករាជជាបន្ទុកដែរព្រោះមិនត្រឹមតែនាំទុកដល់រាជទេអាចនាំទុកដល់ខ្លួនឯងទៀតផង11ភ្នែកអាចមើលឃើញអ្វីដែលនៅទីឆ្ងាយបានប៉ុន្តែมันអាចមើលឃើញចិញ្ចើមរបស់ខ្លួនឯងបានឡើយ12មនុស្សដែលធំបំផុតគឺមនុស្សដែលធ្វើខ្លួនឲ្យតូចបំផុត13មនុស្សដែលមានកិត្តិយសគឺជាមនុស្សដែលចេះផ្ដល់កិត្តិយសដល់អ្នកដទៃ14នៅពេលនរណាម្នាក់ធ្វើខុសចូលអ្នកកុំប្រញាប់តេះដៀលឲ្យគេព្រោះបើអ្នកជាគេហើយធ្លាក់ក្នុងស្ថានភាពដូចគេនោះអ្នកអាចសម្រេចចិត្តធ្វើដូចគេក៏ថាបាន15បើគិតធ្វើការងារធំសូមកុំខ្វល់រឿងតូចតាច